ហេតុអ្វីបានជាឈ្មោះឈើដ៏សកម្មឈ្មោះដានៅតែអាចចរាចរឈើបានយ៉ាងអនាថបត័យជាទីបំផុតនៅក្នុងខេត្តក្រចេះបែបនេះតើសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធមានភ្នែកមើលនិងត្រចៀកស្ដាប់ដែរឬទេខេត្តក្រចេះប្រិយមិត្តជាទីរាប់អានពិតជាហួសចិត្តឥតឧបមារកអ្វីថ្លាថ្លែងពុំបានឡើយពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះនេះហាក់ពុំមានការថមថយបន្តិចសោះឡើយបើទោះបីជាមានបទបញ្ជាដ៏បឹងមាត់ពីប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាដែលលោកបានយកចិត្តទុកដាក់ខិតខំការពារថែរក្សាមិនខ្លាចនៃហត់យ៉ាងណាក៏ដោយក៏គេសង្កេតឃើញថានៅចុងឆ្នាំ2025កន្លងទៅនេះខេត្តក្រចេះនៅតែលេចធ្លោជាងគេពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិដែលបង្កឡើងពីក្រុមឈ្មួញដោយមានការគប់គិតគ្នាជាប្រព័ន្ធបំផ្លិចបំផ្លាញធនធានធម្មជាតិដែលជារបស់ជាតិរបស់រដ្ឋធ្វើយ៉ាងណាឲ្យតែខ្លួនមានខ្លួនបានចង់រលីអីរលីទៅជាស្ដែងកាលពីយប់ថ្ងៃទី30ខែធ្នូឆ្នាំ2025និងយប់ថ្ងៃទី2ខែមករាឆ្នាំ2026សកម្មភាពរថយន្តសាំយ៉ុងដឹកជញ្ជូនផលអនុផលព្រៃឈើដែលគេស្គាល់ថាជារបស់ឈ្មួញដ៏ស្នឹមប្រចាំភូមិកន្ទូតឃុំកន្ទូតស្រុកចិត្តបរិយខេត្តក្រចេះឈ្មោះអូនដាបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមាត្រង់ចំណុចភូមិព្រាបស្រុកកែវសីមាខេត្តមណ្ឌលគិរីកាត់តាមភូមិ105ស្រុកចិត្តបរិយឆ្ពោះមកលក់ចែកចាយនៅភូមិកាពោសង្កាត់អូរឫស្សីក្រុងក្រចេះខេត្តក្រចេះស្ទើរតែជារៀងរាល់ថ្ងៃដោយឆ្លងកាត់ស្នាក់ការចាំយាមជាច្រើនរាប់មិនអស់ពិសេសស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតដោយសកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ឈ្មោះអូនដានេះហាក់ពុំមានការរំខានពីសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកចិត្តបរិយនិងខេត្តក្រចេះនោះឡើយគួររំលឹកផងដែរថាកាលពីយប់ថ្ងៃទី29ខែតុលាឆ្នាំ2025កន្លងទៅរថយន្តដឹកឈើរបស់ឈ្មួញឈើប្រចាំស្រុកចិត្តបរិយឈ្មោះអូនដារូបនេះត្រូវបានក្រុមការងារប្រទះឃើញជាប់ផុងនៅមុខស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតក៏បានរាយការណ៍ទៅជំនាញក៏បានចាប់ឃាត់យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះថ្នាលបណ្ដោះកូនឈើព្យាមួយគ្រឿងមកហើយប៉ុន្តែឈ្មោះឈើជើងខ្លាំងរូបនេះនៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើបានយ៉ាងរលូននិងផ្កើនដដែលរហូតមកទល់ពេលបច្ចុប្បន្ននេះមួយលើកាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025កន្លងទៅកម្លាំងជំនាញថ្នាក់ជាតិក្រុមការសម្របសម្រួលពីប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យស្ថាប័នជាតិរួមមានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រសួងបរិស្ថានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះធ្វើអធិការកិច្ចស្រាវជ្រាវដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ននិងឈ្មោះឈើក្រាក់នៅក្នុងខេត្តក្រចេះដោយយោងតាមការបង្ហោះវីដេអូនៅលើเพจផ្លូវការរបស់លោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិបានធ្វើការរាយការណ៍ទៅសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះដើម្បីធ្វើការឃាត់និងទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើមួយករណីនៅឃុំកំពង់ចាមស្រុកសម្បូរខេត្តក្រចេះកាលពីថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិហាក់អស់សង្ឃឹមទៅនឹងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញរដ្ឋបាលព្រៃឈើដែលគ្មានចន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបរបបល្មើសធនធានធម្មជាតិដែលកើតមានក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងពោលគឺមានការបាក់ដៃនិងបណ្ដាលបណ្ដោយឲ្យមានការចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអនាថបត័យជាទីបំផុតបែបនេះសិនបើគ្មានការបាក់ដៃនិងគប់គិតគ្នាជាប្រព័ន្ធនោះទេម្លោះបទល្មើសធនធានធម្មជាតិក៏មិនអាចចរាចរណ៍ដឹកជញ្ជូនបានយ៉ាងសេរីបែបនេះដែរវគ្គ1